ថ្ងៃនេះគឺមកបែបផ្លែជើងរដងគឺអូនញ៉ាំបងមាន់ចំហុយអូនទៅតែញ៉ាំលើកទី1ទេប៉ុន្តែអូនចូលចិត្តខ្លាំងណាស់បងមាន់គឺមានអត្ថប្រយោជន៍ច្រើនសម្រាប់កូនក្មេងដូចជាជួយអភិវឌ្ឍខួរក្បាលមានប្រូតេអ៊ីនល្អសម្រាប់ការលូតលាស់និងជួយឲ្យកូនឆាប់បានយូរសម្រាប់វិធីធ្វើវិញគឺកាន់តែងាយស្រួលទេម៉ាម៉ាគ្រាន់តែយកបងមាន់ផ្នែកពណ៌លឿងលាយជាមួយនឹងទឹកប្រហែលជា40 ml ទឹកហ្នឹងគឺទឹកយើងដាំឆ្អិនហើយម៉ាម៉ាហើយបន្ថែមជាមួយនឹងម្សៅដោះគោដែលអូនញ៉ាំរាល់ថ្ងៃហ្នឹងមកលព្រាចូលមកហើយយើងធ្វើការកូរវាឲ្យសព្វល្អហើយយើងធ្វើការត្រងយកកំទីឬក៏ពពុះនឹងចេញសិនណាអូខេប៉ុណ្ណឹងយើងយកទៅដាក់ចំហុយបានហើយយើងប្រើភ្លើងល្មមហើយយើងទុកប្រហែលជា10 ទៅ 15 នាទីដើម្បីឲ្យពងមាន់វាឆ្អិនបានល្អឥឡូវនេះគឺរួចរាល់ហើយចេញមកសាច់ពងមាន់ទុនហើយមានក្លិនឈ្ងុយពីម្សៅដោះគោចឹងបានអូនខ្ញុំគាត់ញ៉ាំបានច្រើនហ្មងអញ្ចឹងម៉ាម៉ាកុំភ្លេចធ្វើឲ្យកូនញ៉ាំបានណាងាយទេវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការទស្សនាចាប់ជំរាបលា